ទាំងអស់គ្នាថ្ងៃនេះយើងនឹងមករៀនអំពីពាក្យដែលនិយាយសំឡេងដោយភាសាខ្មែរនិងបកប្រែនៃដោយភាសាខ្មែរពាក្យទី7ឆ្លើយក្នុងភាសាខ្មែរយើងនិយាយថាឆ្លើយឆ្លើយឆ្លើយអញ្ចឹងនៅក្នុងភាសាវៀតណាមនិយាយថាចាលើយចាលើយចាលើយពាក្យទី8ដៃ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 នៅក្នុងភាសាវៀតណាមយើងនិយាយថាតៃ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 ពាក្យទី9ជើង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 អញ្ចឹងនៅក្នុងភាសាវៀតណាមគេនិយាយថាចិនយើងអានតាមអក្សរយើងអានតាមអក្សរយើងអានថាចិនចិនឬក៏យើងអានតាមខាងត្បូងគេនិយាយតាមប៉ែកខាងត្បូងគេនិយាយថាជឹងជឹងពាក្យទី10នៅក្នុងភាសាខ្មែរយើងនិយាយថាស៊ីក្លូស៊ីក្លូស៊ីក្លូអញ្ចឹងនៅក្នុងភាសាវៀតណាមគេនិយាយថាសិកឡូសិកឡូសិកឡូអូខេអ្នកទាំងអស់គ្នាមេរៀនរបស់យើងចាប់ត្រឹមប៉ុណ្្នឹងឯងជួបគ្នានៅវីដេអូក្រោយៗទៀត